ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការតមែកស្វាយបាទដោយយើងយកដើមស្វាយដែលបានបណ្ដុះចេញពីគ្រាប់មកតជាមួយនឹងមែកពូជដែលយើងត្រូវការណាបាទអញ្ចឹងឧបករណ៍យើងដូចមានកត្រៃមានកបិតហើយនឹងថង់រុំដើម្បីទប់លំនឹងវាណានឹងដាច់ភ្លើងបាទអញ្ចឹងដំបូងគឺយើងយកមែកដើមស្វាយដែលយើងបណ្ដុះចេញពីគ្រាប់ហ្នឹងមិនថាពូជណាទេបាទពុកម៉ែបងប្អូនអាចធ្វើអញ្ចឹងបានទាំងអស់ហើយពេលយើងកាត់ដើមស្វាយដែលបណ្ដុះចេញពីគ្រាប់រួចហើយអញ្ចឹងជំហានបន្ទាប់ដែលយើងត្រូវធ្វើគឺត្រូវយកកំបិតមកពុះជាពីរតែមុនមិនពុះដើម្បីសៀតមែកពូជចូលគឺយើងត្រូវរោលជាមួយនឹងដែកកេះជាមុនសិនដើម្បីឲ្យងាប់មេរោគបាទពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនមានកត្រៃណាឬកបិតណាដែលល្អហើយទឹមបកវាស្លឹមក៏ត្រូវតែធ្វើបែបហ្នឹងដែរដើម្បីសម្លាប់មេរោគជាប់នឹងកំបិតតោះមកយើងយកពុះជាពីរអញ្ចឹងមកដើម្បីសៀតមែកពូជយើងចូលបាទយើងពុះពាក់កណ្ដាលធ្វើឲ្យល្មមក្នុងការដោតមែកពូជយើងចូលណាបាទអញ្ចឹងវាងាយស្រួលទេពុកម៉ែបងប្អូនសាមញ្ញគ្រាន់តែបច្ចេកទេសបន្តិចបន្តួចប៉ុណ្ណឹងយើងអាចតជាប់ឬមួយទៀតតមិនជាប់បាទដោយសារតែអាបន្តិចបន្តួចហ្នឹងបាទគឺការរោលសម្រាប់មេរោគលើមុខកបិតជាងហ្នឹងអញ្ចឹងបន្តមកទៀតយើងយកមែកពូជយើងមកបាទនេះស្វាយកែវល្មៀតបាទធំអាស្វាយនោះរៀងខ្ញុំចង់បានពូជហ្នឹងដាំទៅវាឆ្ងាញ់មែនតើបាទពុកម៉ែបងប្អូនអញ្ចឹងខ្ញុំយកមែកស្វាយកែវល្មៀតចឹងមកយកមកតជាមួយនឹងដើមស្វាយមិនថាពូជណាទេបាទយើងអាចតបានទាំងអស់បាទសួរតែធ្វើបែបហ្នឹងដើម្បីអីបាទយើងធ្វើបែបហ្នឹងដើម្បីឲ្យស្វាយយើងឆាប់ទទួលបានផលទី1ទី2យើងធ្វើបែបហ្នឹងគឺវាល្អជាងផ្សាំកាលណាផ្សាំអត់មានឬកែវទេហើយយើងធ្វើបែបហ្នឹងគឺមានឫសកែវហើយវាឆាប់បានទទួលបានផលអញ្ចឹងណាបាទហើយនៅពេលដែលខ្យល់បក់មកគឺវាអត់រលំទេដោយសារវាមានឫសកែវអញ្ចឹងបន្តវីដេអូយើងទៀតគឺយើងសៀតចូលបែបហ្នឹងបើសិនជាវារាក់ពេកយើងត្រូវកាត់ជាពីរទៅជ្រៅជាងនឹងទៀតបើសិនវាល្មមហើយគឺយើងយកតែប៉ុណ្្នឹងតែម្ដងបាទអត់មានចាំបាច់ធ្វើអីទៀតទេហើយយើងមើលសបកស្វាយណាបងប្អូនសបកនៃដើមស្វាយទាំងពីរគឺត្រូវស៊ីគ្នាបាទមួយចំហៀងក៏បានទាំងសងខាងក៏បានតែវាច្រើនគឺវាមិនបានប៉ិនគ្នាទេគឺយើងយកសបកតែមួយចំហៀងទៅបានហើយតោះមកយើងយកថង់កសិកម្មយើងហ្នឹងឬក៏ជាងថង់ដែលយួរក៏បានឬក៏ថង់ដែលគេគ្របម្ហូបអាហារក៏បានយកមករុំជុំវិញហ្នឹងកុំឲ្យចូលខ្យល់បាទអញ្ចឹងយើងរុំបែបហ្នឹងមកពុកម៉ែបងប្អូនអញ្ចឹងការរុំអត់មានអីពិបាកអីទេពុកម៉ែបងប្អូនបាទយើងរុំដូចធម្មតាអញ្ចឹងទៅហើយយើងធ្វើម៉េចឲ្យវាកុំឲ្យមានខ្យល់ចូលណាកាលណាខ្យល់ចូលវាធ្វើឲ្យមានទឹកជ្រាបចូលទៅវារលួយអញ្ចឹងអត់ដោះទេបាទយើងរុំបែបហ្នឹងមករុំឲ្យដល់លើគឺដើម្បីឲ្យសំណើមនៃដើមពូជខាងលើអញ្ចឹងហ្នឹងកុំឲ្យឆាប់ហួតទឹកលឿនពេកបាទធ្វើបែបហ្នឹងដើម្បីឲ្យវាឆាប់បានតជាប់កន្លែងដែលយើងបានតំណអញ្ចឹងហ្នឹងបាទដើម្បីឆាប់ជាប់ទៅអញ្ចឹងវានាំទឹកពីក្រោមទៅលើវិញគឺវាជាប់គ្នាហើយបាទអញ្ចឹងការដែលយើងរុំបែបហ្នឹងគឺយើងអាចយកអ្វីផ្សេងមកឃ្លុំពីលើក៏បានឬក៏អត់ក៏បានដែរពុកម៉ែបងប្អូនបើសិនជាយើងរុំដល់លើតែម្ដងណាបាទតែជាការល្អយើងត្រូវតែយកថង់បាទយើងយកថង់អីរុំពីលើម្ដងទៀតគឺជាការល្អបាទអញ្ចឹងនៅពេលដែលយើងរុំខ្សែថង់អញ្ចឹងហើយយើងចងបែបហ្នឹងមកបាទកុំឲ្យវារើហើយយើងត្រូវស្រោចទឹកបាទស្រោចទឹកគល់ដើមស្វាយណាបាទជារៀងរាល់ថ្ងៃបាទអញ្ចឹងបន្ទាប់ពីយើងដាក់បែបហ្នឹងហើយបាទជាការស្រេចហើយបើពុកម៉ែបងប្អូនចង់យកថង់ដាក់មួយជាន់ទៀតពីលើក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំអត់បានដាក់ថង់ពីលើទេដោយសារតែខ្ញុំបានដាក់ថង់រុំជុំវិញចិត្តរួចហើយបាទអត់ចាំបាច់ដាក់ថង់អីទេអញ្ចឹងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយក្នុងរយៈពេលបាទក្នុងរយៈពេលនៃការដុះគឺត្រឹមតែ45ថ្ងៃទេគឺឃើញដុះពន្លកចេញមកហើយពុកម៉ែបងប្អូនបាទការដុះពន្លកហ្នឹងគឺវាជាប់បាទវាជាប់បានតជាប់ខាងក្រោមទៅហើយបាទអញ្ចឹងវាអត់មានជាបញ្ហាអីទេឃើញថាវាស្រួលប៉ុន្តែបច្ចេកទេសបន្តិចដែលពុកម៉ែបងប្អូនគាត់ធ្វើមិនដែលជាប់ធ្វើមិនជាប់តែម្ដងគឺដោយសារតែ
មុខកបិតនៃការពុះហែកដើមដំបងហ្នឹងគឺគាត់អត់បានរោលសម្រាប់មេរោគបាទហើយទី2ហ្នឹងគឺគាត់ប្រើឡាមក៏បានដែរបាទប្រើឡាមថ្មីតែម្ដងអាហ្នឹងក៏ជាប់ដូចគ្នាដែរឬក៏កូនកបិតបាទកូនកបិតដែលយើងទិញពីផ្សារថ្មីណាដល់ជាការល្អយើងត្រូវរោលមួយភ្លើងគឺល្អបំផុតបាទអាហ្នឹងជាការណែនាំបាទអញ្ចឹងបន្ទាប់ពីដោះប្រឡូកចេញអញ្ចឹងហើយពុកម៉ែបងប្អូនត្រូវតែបកថង់នោះចេញបាទហើយយកទៅដាក់កន្លែងណាដែលมันមានសត្វប៉ះពាល់ខ្លាច់បាក់ណាបាទព្រោះវាទៅមកជាប់សើមុំទេបើសិនតែវាជាប់លុបលើគ្នាហើយលេងជាបញ្ហាហើយយើងនៅតែដាក់នៅថង់បំពន់នឹងដែរយើងកុំតន់យកទៅដាំពុកម៉ែបងប្អូនបាទយើងថែរក្សាវាឲ្យវាជាប់គ្នា 100% សិនទើបយើងយកទៅដាំគឺជាការស្រេចបាទអញ្ចឹងអានឹងជាការណែនាំឲ្យពុកម៉ែបងប្អូនចង់ជាប់ប៉ុណ្ណឹងហើយយកទៅដាំក៏បានដែរយើងហុំឲ្យចិត្តទៅកុំឲ្យដើរប៉ះវាខ្លាច់បាក់អញ្ចឹងណាឥឡូវវាជាប់មកជាហៀងអញ្ចឹងទៅបាទអញ្ចឹងវិធីនេះខ្ញុំធ្វើច្រើនដងហើយប៉ុន្តែពេលខ្លះក៏អត់ជាប់ដែរដោយសារតែកំបិតពេលខ្លះយើងអត់បានរោលណាបាទខ្ញុំចង់ពិសោធន៍មើលអត់បានរោលភ្លើងឬក៏កំបិតដែលយើងជូតទៅទឹកលាងទៅទឹកហើយយកមកពុះគឺមួយដែលរោលភ្លើងគឺជាប់បាទជាប់បន្តិចក៏ជាប់ដែរបាទប៉ុន្តែដែលមួយដែលមិនរោលភ្លើងលាងទឹកឲ្យស្អាតជូតណាត់ឲ្យស្អាតយកមកធ្វើយ៉ាងហ្នឹងបែបហ្នឹងគឺដើមដែលយើងត្រូវយកពូជហ្នឹងគឺងាប់តែម្ដងបាទអាដើមតខាងលើណាគឺខ្មៅងាប់តែម្ដងបាទគឺអត់ជាប់ទេអញ្ចឹងជាបទពិសោធន៍ក៏ដូចជាបានធ្វើច្រើនដងគឺឃើញថាតិចនិចបន្តិចបន្តួចនឹងឯងដែលធ្វើឲ្យការតមេឃរបស់យើងជាប់ឬមិនជាប់គឺអាស្រ័យទៅលើកន្លែងនឹងតែមួយមុខគត់ដែលសំខាន់ណាមិនមែនថាប៉ុណ្ណឹងហើយយើងគិតថាឲ្យតែអញ្ចឹងធ្វើអញ្ចឹងជាប់ទាំងអស់ទេក្នុងការយកចិត្តទុកដាក់ស្រោចទឹកក្នុងតាមដានដែរណាបងប្អូនបាទអញ្ចឹងវីដេអូយើងក៏អត់មានអីច្រើនដែរពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនអាចអនុវត្តទៅបានបាទអាចអនុវត្តទៅបានក្នុងការតមេឃស្វាយពូជហើយក្របស្វាយក្រោមដែលយើងបណ្ដោះជាដើមស្វាយហ្នឹងយើងអត់បញ្ហាទេបាទយើងយកពូជអីក៏បានដែរប៉ុន្តែពូជដែលយើងត្រូវយកមកតដើម្បីឲ្យបានផលណាបាទយើងត្រូវតែរើសពូជណាដែលយើងចង់បានដូចថាពូជស្វាយធំពូជស្វាយកែវល្មៀតពូជស្វាយអ្វីផ្សេងគឺយើងយកមកតអញ្ចឹងទៅគឺជាការល្អបាទវាឆាប់បានផលទៅរយៈពេល2ឆ្នាំ1ឆ្នាំកន្លះ2ឆ្នាំ3ឆ្នាំហ្នឹងគឺបានផលតែម្ដងបាទអញ្ចឹងអត់មានអីច្រើនទេពុកម៉ែបងប្អូនបាទវីដេអូហ្នឹងគឺគ្រាន់តែចង់បង្ហាញឲ្យច្បាស់ហើយរៀងយូរបន្តិចដើម្បីឲ្យពុកម៉ែបងប្អូនបានមើលថាអូមិនក៏ជាប់អញ្ចឹងបាទហ្នឹងបាទហើយក៏តរដងមិនក៏មិនជាប់បាទគឺកលឹះបន្តិចប៉ុណ្្នឹងហើយបាទហើយអ្នកបច្ចេកទេសគាត់អត់ទៅជាបញ្យលក្បោះក្បាយអីអញ៉ៃអីច្រើនទេបាទគាត់ដឹងថាធ្វើតាមបទពិសោធន៍គាត់ធ្វើមិនក៏ធ្វើអញ្ចឹងគឺជាប់តែម្ដងបាទជួនកាលយើងឃើញគេពុះអញ្ចឹងគេអត់បានបង្ហាញពីការរោលដាច់ភ្លើងអីចឹងណាបាទអញ្ចឹងវីដេអូហ្នឹងគឺបញ្ចប់ដល់ហ្នឹងឯងពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាទ